សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី RBC Ukraine ហើយនៅក្នុងសារព័ត៌មាននេះផងដែរគឺចេញមកថ្មីតែម្ដងក្តៅតែម្ដងបាទគឺនៅក្នុងថ្ងៃទី27ខែឧសភានេះហើយនៅក្នុងសារព័ត៌មាននេះគឺនិយាយអំពីរុស្ស៊ីនឹងគឺបានធ្វើការវាយប្រហារទៅលើកោះ Sumy របស់អ៊ុយក្រែននឹង2ដងក្នុងមួយយប់បាទគឺដាក់ផ្ទួនគ្នាតែម្ដងគឺរុស្ស៊ីគឺថ្មីនេះគឺរុស្ស៊ីចាប់ផ្ដើមវាយប្រហារស្ទើរតែរាល់ថ្ងៃគឺមិនលួសនោះទេលើកនេះនឹងគឺបានវាយប្រហារនឹង2ដងផ្ទួនគ្នាតែម្ដងនៅយប់ថ្ងៃទី27ខែឧសភាកងទ័ពរុស្ស៊ីគឺធ្វើការវាយប្រហារទៅដល់ទីក្រុង Sumy 2ដងដោយប្រើយន្តហោះគ្មានមនុស្សបើកនិងកងកម្លាំងអាកាសហើយនេះបើយោងទៅតាមអភិបាលក្រុងស្ដីទីនៅទីក្រុង Sumy នោះគឺលោក Artem Kobza និងសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនការវាយប្រហារលើកទី1នឹងគឺប្រហែលជាម៉ោង 1:30 នាទីព្រឹកនៅទីក្រុងគៀវហើយប្រទេសរុស្ស៊ីនឹងគឺបានធ្វើការវាយប្រហារទៅដល់សហគ្រាសឧស្សាហកម្មមួយដោយយន្តហោះគ្មានមនុស្សបើកហើយអគ្គិភ័យក៏បានឆាប់ឆេះនិងធ្វើឲ្យមានការខូចខាតនៅរថយន្តមួយចំនួនទៀតផងហើយការវាយប្រហារលើកទី2គឺនៅម៉ោង 4:30 នាទីទៀតភ្លឺហើយម៉ោងនៅទីក្រុងគៀវហើយរុស្ស៊ីនឹងគឺធ្វើការវាយប្រហារនៅទីក្រុង Sumy នឹងដដែលវាយម្ដងទៀតជាមួយនឹងការវាយប្រហារតាមផ្នែកអាកាសម្ដងគឺដោយប្រើកងកម្លាំងយន្តហោះបាទទម្លាក់គ្រាប់បែកឬក៏បាញ់គ្រាប់មីស៊ីលពីអាកាសនឹងតែម្ដងហើយជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីនឹងគឺថាយ៉ាងហោចណាស់ក៏មានផ្ទះឯកជនចំនួន7ខ្នងអគារស្នាក់នៅ2ជាន់1ខ្នងនិងរថយន្តជាច្រើនគ្រឿងបានរងការខូចខាតរុស្ស៊ីធ្វើការវាយប្រហារនឹងគឺមិនរើសទីកន្លែងមិនសំដៅតែទៅតំបន់ដូចជាតំបន់កងទ័ពឬក៏តំបន់យោធាគ្រឿងផលិតសភាវុធរបស់អ៊ុយក្រែននោះទេគឺកងទ័ពរុស្ស៊ីនេះគឺតែងតែវាយប្រហារទៅលើមន្ទីរពេទ្យសាលារៀនឬក៏សូម្បីតែផ្ទះប្រជាជននឹងក៏រុស្ស៊ីធ្វើការវាយប្រហារផងដែរហើយសេវាសង្គ្រោះបន្ទាន់នៃរដ្ឋអ៊ុយក្រែននឹងគឺបាននិយាយថាកាលពីម្សិលមិញនឹងគឺកងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារភូមិមួយនៅក្នុងតំបន់ Sumy ហើយនៅពេលថ្ងៃជាមួយនឹងគ្រាប់បែកចង្កោមហើយតើស្ថានភាពនៅតំបន់ Sumy នឹងយ៉ាងម៉េចដែរនេះបើយោងទៅតាមវិទ្យាស្ថានសិក្សាសង្គមបាននិយាយថាលោក Vladimir Putin ប្រហែលជាក្រុងនឹងដណ្ដើមយកតំបន់ Sumy សម្រាប់ជាតំបន់ឬក៏ជាផលប្រយោជន៍នៃតំបន់ការពារនៅពេលជាមួយគ្នានេះដែរ Ivan Tymoshenko ប្រធានក្រុមប្រឹក្សាការពារកងទ័ពបាននិយាយថាកងទ័ពរុស្ស៊ីមិនមានកម្លាំងគ្រប់គ្រាន់និងមធ្យោបាយសម្រាប់ការវាយលុកដ៏ធំនៅលើតំបន់ Sumy នេះទេហើយលោកក៏បានកត់សម្គាល់ទៀតថាប្រតិបត្តិការរបស់សត្រូវបច្ចុប្បន្នស្ថិតនៅក្នុងកម្រិតនៃការដាក់ពង្រាយកងទ័ពជាយុទ្ធសាស្ត្រហើយទោះបីជាបែបនេះក៏ដោយរុស្ស៊ីមិនឈប់ធ្វើការវាយប្រហារនៅតំបន់ Sumy នោះទេជាឧទាហរណ៍នាពេលថ្មីនេះរុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចទៅលើកន្លែងបាញ់ប្រហារនៅក្នុងតំបន់ Sumyហើយជាលទ្ធផលនៃការវាយប្រហារនឹងគឺមានអ្នកស្លាប់ផងអ្នករបួសផងនៅក្នុងចំណោមទាហានរបស់អ៊ុយក្រែនក្នុងពេលជាមួយគ្នានេះបើតាមប្រធានរដ្ឋបាលយោធាតំបន់ Sumy គឺលោក Ole Ryhorov កងទ័ពរុស្ស៊ីបានដណ្ដើមយកភូមិព្រំដែនជាច្រើននៅក្នុងតំបន់ Sumy ហើយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនកំពុងតែរក្សាទីតាំងដែលខ្លួនកំពុងតែឈរជើងហើយក៏មិនអនុញ្ញាតឲ្យទាហានរុស្ស៊ីនោះឈានទៅមុខបានទៀតទេ